ជំរាបសួរពុកម៉ែបងប្អូនបាននេះរូបចម្លាក់របស់ពុកម៉ែបងប្អូនគាត់កំងឆ្លាក់រួចរាល់ហើយនេះប្រភេទចុងស្នែងបីក្លេកសាងជាតួអង្គសៀវវលីបាទហើយនឹងដាច់ពីសវ័នបងប្រុសក៏ផ្ញើឆ្លាក់ណាស្នែងរបស់គាត់ទុកភាពចុងស្វិនយ៉េបងប្អូនហើយនឹងសัตว์ពីសៀវក៏ដាក់ខ្សែដៃនេះធ្វើមកទំហំស្នែងគាត់ឲ្យមកហ្វាច់ហ្នឹងសត្វពីសៀវសាងពីក្លៀកហើយនេះតួអង្គនេះទាហានកំងគាត់យកចំមានសាយណាមួយសាងពីអង្គក្រងមួយទៀតសាងពីពៅដោះបាទនេះពៅដោះនេះអានេះផ្នែកខាងបាទលើគេដែលគេកាត់តម្រឹមឲ្យគេដាំចូលដីណាចឹងពុកម៉ែបងប្អូនចង់បានពៅដោះឆ្លាក់ជាតួអង្គចាំចូលឆាតមកចាស់ផ្សេងទៅចម្លាក់នេះសិតតែស្រោបណាស្រោបទាំងអស់ហ្នឹងនេះបងប្រុសនៅភ្នំពេញអ្នកទៀតពៅដោះមួយអង្គសាងតួអង្គចាញ់មៀមួយអង្គទៀតសាងតួអង្គកាយណៈនេះចំចំណុចតែឆេះខ្លោចខ្មៅបាទបងប្អូនចង់បានចម្លាក់លឿនបាទក្តាច់ជើងមួយនឹងលឿនបងប្អូនមួយចាស់ស្ដាយណាចម្លាក់គាត់បាទមិនអាក្រក់ហែទេបងណាមើលភ័ក្រអីម្រាមដៃច្បាស់ចូលណាចំោះអីបងណាអញ្ចឹងគាត់តើបងប្អូនខ្លះគាត់ស្គាល់ទឹកដៃជើងចាស់គាត់នៅជើងចាស់ហ្នឹងទៅតែខ្ញុំខំជាជាបង្ហាញអាចជាងជាមួយទៀតហ្នឹងឲ្យបងប្អូនស្នាមើលអញ្ចឹងបងប្អូនទៅការលឿនតន់ចិត្តបើស្អីចាស់ខ្ញុំគឺចោលចម្លាក់ច្រើនណាបងប្អូនអត់តន់ទេអញ្ចឹងបងប្អូនចាំយូរហើយនេះបងគាត់ទុកកំងនេះឥឡូវបានមកគាត់នេះបាត់ទឹកកំងទេនេះបញ្ញាកាយអង្គក្រងហ្នឹងអង្គក្រងចង់សាក់តួអង្គអីសីចង់សាក់បិទមុខអីក៏មិនមានអីកំងបានហើយនេះខ្ញុំត្រៀមនឹងឆ្លាក់អីសីបាទក្បាលខ្លាគង់លើខ្លានេះបងចឹងបងប្អូនស្រឡាញ់ចង់ប្រកាន់អីចាំចូលឆាតមកចង់ស្នែងក្បីខោក្បីខ្មៅធម្មតាបងយកលំនាំនេះបោះឆ្លាក់ឲ្យបងប្អូនប្រខាងពងធំទុកបាទពី3សោសិនទៅខ្ញុំផ្ញើជាងគាត់បាទរាប់អានខ្ញុំជួយឆ្នាំឲ្យបងប្អូនហ្នឹងនេះជូនគាត់បាក់ខ្សែនេះទាំងខ្សែកោទាំងឆ្លាក់ទាំងស្រោបបាទដោយសារតែបើដោះនេះគាត់អត់យកថវិកាទេអញ្ចឹងណាដោយសារខ្ញុំមុនមកគាត់ធ្លាប់ជូនរបស់ទៅគាត់ដែរអញ្ចឹងគាត់ក៏មានរបស់ជូនខ្ញុំវិញអញ្ចឹងប៉ុន្តែខ្ញុំមិនអាងតែធ្លាប់ជូនគេមុនមកគេឲ្យអញ្ចឹងអត់ទេណាជូនខ្ញុំជូនថែមទៅវិញទៀតនិយាយទៅបងប្អូនក៏ស្គាល់ចិត្តខ្ញុំដឹងហើយរឿងខ្ញុំមួយខ្ញុំសុកចិត្តឲ្យគេចម្រាក់ខ្ញុំតែខ្ញុំអត់ចម្រាក់គេទេអញ្ចឹងអត់ចង់ចម្រាក់គុណគេទេអន្តឡប់ខ្ញុំអញ្ចឹងណាបងចាំបើគេធ្វើគុណពួកខ្ញុំប៉ុណ្ណាខ្ញុំបាទជូនរបស់ទៅវិញលើសពីគេដែលគេជូនទៀតចឹងហើយមិនមែនជាលើកទី1ប៉ុណ្ណាបាទគឺមុនមកដែលខ្ញុំមិនតាន់បានអ្វីប្រកបខ្ញុំជូនគាត់ដែរជូនដូចតួអង្គអីសីដូចជាសៀវលីអញ្ចឹងពីបញ្ញាកាយក្រងទៅអរគុណបងប្អូននេះនិយាយពីការខ្ញុំការរាប់អានគាត់ទេគឺរាប់អានតែចេញចិត្តទេមិនមែនរាប់អានគាត់សម្លឹងឃើញគាត់មានបើដោះទេអញ្ចឹងណាខ្ញុំស្គាល់គាត់តាំងពីគាត់មិនតាន់បាទសូវជាជំនឿខាងហ្នឹងម៉េះអញ្ចឹងបងប្អូនជាយូរឆ្នាំហើយតាំងពីដូចខ្ញុំចន្លោះចុង2018បងប្អូនហ្នឹងគាត់សុំរាប់អានខ្ញុំធ្វើជាបងប្អូនអញ្ចឹងណាអរគុណពុកម៉ែបងប្អូនបង្ហាញប៉ុណ្ណឹងនិយាយយើងច្រើនតិចហើយដោយសារតែចង់បង្ហាញពីរបស់ខ្លះក៏ដូចជាការរាប់អានណាអ្នកដែរយើងរាប់អានមិនទៅសម្លឹងឃើញផលប្រយោជន៍ក្នុងពេលទេអញ្ចឹងណារាប់អានមកចង់ឲ្យយូរវែងគឺរាប់អាននោះគឺចេញពីចិត្តហើយចេះក្រែងចិត្តគ្នាទៅវិញទៅមកនឹងរាប់បានយូរបើយើងរាប់អានឃើញតែផលប្រយោជន៍សម្រាប់ខ្លួនឯងហ្នឹងមនោចេតនាคล้ายៗពិតប្រាកដគឺវាបានយូរទេនឹងចង់បង្ហាញប៉ុណ្ណឹងអរគុណបងប្អូនសូមជម្រាបលា